ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងខ្ញុំម្ដងទៀតណាថ្ងៃនេះគឺខ្ញុំនឹងមកធ្វើការសម្រាយរឿងមួយដែលមានចំណងជើងថា500 Days of Summer រឿងនេះប្លែកបន្តិចដោយសារវាមិនមែនជាស្នេហាផ្អែមល្ហែមដូចរឿងដទៃទេប៉ុន្តែគឺវានិយាយអំពីបរិសម្នាក់ដែលស្រឡាញ់គេតែម្ខាងចង់ដឹងថារឿងនេះទៅជាយ៉ាងណាកុំភ្លេចតាមដានមួយខ្ញុំនៅវីដេអូនេះរហូតដល់ចប់រឿងនេះចាប់ផ្ដើមឡើងជាមួយនឹងតួអង្គប្រុសរបស់យើងដែលមានឈ្មោះថា Tom ការងារប្រចាំថ្ងៃរបស់គាត់នឹងគឺធ្វើការនៅក្រុមហ៊ុនមួយដែលជាក្រុមហ៊ុនបោះពុម្ពกระดาษភៅกระดาษបុណ្យកระดาษកាយអញ្ចឹងណាក៏ប៉ុន្តែ Tom គឺរៀនចប់ផ្នែកស្ថាបត្យកម្មគេស្រឡាញ់ការគូរប្លង់និងការរចនាអគារខ្លាំងណាស់ប៉ុន្តែដោយសារតែភាពមិនច្បាស់លាស់ក្នុងជីវិតរបស់គេនឹងគេក៏មកធ្វើការនៅក្រុមហ៊ុនតូចតាចនេះវិញ Tom គឺជាមនុស្សដែលមានជំនឿលើព្រហ្មលិខិតនិងគូព្រេងខ្លាំងមែនទែនអ្វីដែលគេបានឃើញប្រចាំថ្ងៃហ្នឹងគេគិតថាព្រហ្មលិខិតជាអ្នកកំណត់ឲ្យហើយយើងកាត់មកកាន់ថ្ងៃទី1នៅក្នុងបន្ទប់ប្រជុំនៅកន្លែងធ្វើការមេក្រុមហ៊ុនរបស់ Tom បានណែនាំបុគ្គលិកថ្មីដែលមានឈ្មោះថា Summer គាត់នៅឃើញ Summer ភ្លាម Tom ហាក់ដូចជាត្រូវមុនស្នេហ៍គេលងស្រឡាញ់នាងតាំងពីឃើញដំបូងតែម្ដង Tom គេគិតក្នុងចិត្តថា Summer នេះហើយគឺជាគូព្រេងរបស់គាត់ព្រហ្មលិខិតបានកំណត់ឲ្យគាត់ជប់ជាមួយនឹង Summer ហ្នឹងគេចាប់ផ្ដើមសម្លឹងមើលនាងមិនដាក់ភ្នែកនោះទេមិនថាពេលនាងញញឹមឬពេលនាងនិយាយគឺ Tom ពេញចិត្តទាំងអស់បើនិយាយអំពី Summer វិញគឺគេមិនជឿលើគូព្រេងឬក៏ស្នេហាអីនោះទេគឺវាផ្ទុយគ្នាជាមួយនឹង Tom តែម្ដងបន្ទាប់មកយើងកាត់មកកាន់ថ្ងៃទី3វិញម្ដងពលគឺត្រឹម2ថ្ងៃបន្ទាប់ពី Summer ចូលធ្វើការនៅក្នុងការិយាល័យចាប់ដើមមានពាក្យចចាមរាមិនល្អពី Summer អ្នកខ្លះនិយាយថានាងគឺជាមនុស្សស្រីរឹកខ្លាំងមែនទែនអត់ដែលចេះនិយាយហៅណាគេនោះទេចំណែក Tom វិញនៅពេលដែលលើមិត្តភក្តិនិយាយបែបនេះគេហាក់ដូចជាអត់សូវខ្វល់ខ្វាយនោះទេគឺគេនៅតែរក្សាចំហនៅខាង Summer រហូត Tom គឺគេតែងតែលួចការពារនាងដោយស្ងៀមស្ងាត់ព្រោះតែមុនស្នេហ៍ដែលគេបានឃើញនាងតាំងពីថ្ងៃដំបូងនេះហើយគឺជាធម្មជាតិរបស់មនុស្សយើងនៅពេលដែលយើងចាប់ផ្ដើមចាប់ចិត្តទៅលើនរណាម្នាក់យើងតែងតែអត់ខ្វល់ពាក្យសម្ដីអវិជ្ជមានទាំងឡាយដែលគេនិយាយមិនល្អទៅលើមនុស្សដែលយើងស្រឡាញ់នោះទេសម្រាប់ Tom ពាក្យសម្ដីអ្នកដទៃមិនសំខាន់ឡើយសំខាន់គឺអារម្មណ៍ដែលគេមានចំពោះនាងម្ដងថ្ងៃទី4វិញម្ដងផឹកនេះ Tom កំពុងតែឈរនៅក្នុងចន្ទាយុទ្ធម្នាក់ឯងពាក់កាសស្ដាប់ចម្រៀងយ៉ាងរំភើយភ្លាមនោះ Summer ក៏ដើរចូលមកឈរក្បែរគេបរិយាកាសស្ងាត់ចងំប៉ុន្តែក្នុងចិត្ត Tom ប្រហែលជាកំពុងតែភ័យអណាស្រាប់តែ Summer ក៏ងាកមកនិយាយថាខ្ញុំចូលចិត្តខំចម្រៀង The Smith នឹងដែរតា Tom ភ្ញាក់ផ្អើលគេដោះការចេញទាំងឆ្ងល់ Summer បន្តទៀតថាបទដែល Tom ឯងពុំស្ដាប់ហ្នឹងគឺបរិសុទ្ធណាមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងច្រៀងតិចទៀតផងមុននឹងទ្វារចន្ទាយន្តបើកហើយនាងក៏ដើរចេញទាំងញញឹមបិទមាត់វិនាទីនោះ Tom ឈរផ្លឹកដូចគេសំណំគេគិតថាមិនត្រឹមតែស្អាតនោះទេនាងថែមទាំងចូលចិត្តតន្ត្រីដូចជាគេទៀតផងនិយាយទៅថែបមកសម្រាប់ Tom នេះមិនមែនជារឿងចៃដន្យទេគឺគាត់គិតថាព្រហ្មលិខិតគឺជាអ្នករៀបចំឲ្យគាត់ជួបគ្នាជាមួយនឹង Summer គេកាន់តែលងស្រឡាញ់ Summer គុណនឹង2តែម្ដងឈានចូលមកថ្ងៃទី8វិញម្ដងនៅក្នុងការិយាល័យមានការរៀបចំពិធីជប់លៀងតូចមួយដើម្បីអបអរសាទរការភ្ជាប់ពាក្យរបស់មិត្តរួមការងារម្នាក់ដែលមានឈ្មោះថា Millie ក្នុងបរិយាកាសជប់លៀងដែលមានសម្លេងអ៊ូអរ Tom និង Summer ក៏ចាប់ផ្ដើមការសន្ទនាជាមួយនឹងគ្នាពួកគេបានជជែកគ្នាពីនេះពីនោះយ៉ាងចុះសម្រុងគេបាននិយាយអំពីការងារដែលកំពុងធ្វើនិយាយអំពីមហិច្ឆតារបស់ Tom ដែលចង់ក្លាយជាស្ថាបត្យករក៏ដូចជានិយាយអំពីទស្សនៈជីវិតរៀងខ្លួន Tom មានអារម្មណ៍ថា Summer គឺជាមនុស្សម្នាក់ដែលស្រួលនិយាយជាមួយនាងមានភាពឆ្លាតវៃនាងមានមន្តស្នេហ៍ក្នុងសម្ដីសម្ដៅអញ្ចឹងទៅណាសម្រាប់ Tom ការដែលបានអង្គុយជជែកគ្នាជាមួយមនុស្សស្រីដែលគេលងស្រឡាញ់បែបនេះវាហាក់ដូចជាសុបិនដែលខ្លាចជាការពិតអញ្ចឹងគេមានអារម្មណ៍ថាពួកគេទាំងពីរមាន vibe ដូចគ្នាតែម្ដងក្នុងចំណុចនេះយើងឃើញថា Tom កំពុងតែលងជ្រៅទៅហើយក្នុងការលងស្រឡាញ់នាងគេមិនធម្មតាស្រឡាញ់រូបរាងនិងចំណូលចិត្តតន្ត្រីរបស់នាងទេប៉ុន្តែគេចាប់ផ្ដើមស្រឡាញ់ចរិតលក្ខណៈរបស់នាងថែមទៀតរាល់សម្ដីដែល Summer និយាយចេញមកគឺសុទ្ធតែបញ្ជាក់ថានាងគឺជាមនុស្សតែម្នាក់ដែល Tom កំពុងតែតាមហៅនឹងឯងបន្ទាប់មកយើងកាត់មកកាន់ថ្ងៃទី11វិញម្ដងTom កំពុងនៅផ្ទះលេងហ្គេមជាមួយប្អូនស្រីរបស់គេដែលមានឈ្មោះថា Rachel ទោះបីជា Rachel នៅក្មេងប៉ុន្តែនាងហាក់ដូចជាមានភាពចាស់ទុំនិងមើលដឹងចិត្តបងប្អូនរបស់នាងយ៉ាងច្បាស់ក្នុងអំឡុងពេលលេងហ្គេម Tom មិនផ្ដោតលើការលេងហ្គេមនោះទេក្នុងខួរក្បាលរបស់គេគិតតែពី Summer ម្នាក់គត់គេចាប់ផ្ដើមភាពវល់ប្រាប់ប្អូនស្រីរបស់គេទាំងញញឹមថាបងទើបតែបានជួបនៅស្រីម្នាក់ដែលស្អាតឆ្លាតហើយថែមទាំងចូលចិត្តតន្ត្រី The Smith ដូចបងទៀតផង Rachel សម្លឹងមើលបងប្អូនរបស់នាងហើយក៏បាននិយាយតបវិញថាគាត់តែនាងចូលចិត្តតន្ត្រីដូចបងឯងនឹងមិនមែនមានន័យថានាងគឺជាគូព្រេងរបស់បងឯណាពាក្យសម្ដីរបស់ Richard គឺពិតជាធម្មតាប៉ុន្តែសម្រាប់មនុស្សដែលកំពុងតែងប់ងល់នឹងស្នេហាដូចជា Tom គេអត់ខ្វល់ឡើយគេជឿជាក់ថាអ្វីដែលគេកំពុងតែមានអារម្មណ៍ចំពោះ Summer គឺជាធម្មតាមកដល់ថ្ងៃទី27មិត្តភ័ក្តិរបស់គេបានបបួលទៅច្រៀងក្រៅអូខេមិនដំបូង Tom គឺគេអត់ចង់ទៅទេប៉ុន្តែនៅពេលដែលមិត្តភ័ក្តិរបស់គេបាននិយាយថាក្រុមការងាររបស់យើងគឺទៅក្រៅអូខេនឹងទាំងអស់ Tom គឺទៅតែម្ដងដោយសារតែ Summer នឹងឯងក្នុងក្រៅអូខេនឹងដែលមានសម្លេងភ្លេងកំហឹម Tom បានឃើញ Summer
ច្រៀងរាំលេងយ៉ាងសប្បាយពួកគេទាំង3នាក់បានជជែកគ្នាពីនេះពីនោះរហូតដល់និយាយអំពីរឿងស្នេហា Summer នៅតែប្រកាន់ចំហថាស្នេហាពិតគឺអត់មាននៅលើលោកនោះទេដោយសារតែការពីតូចឪពុកម្ដាយរបស់នាងបានឆ្លោះបែកបាក់គ្នាចឹងហើយបានជានាងមិនជឿលើស្នេហាពិតចំណែកធំវិញក៏បាននិយាយវិញថាមកពី Summer ឯងអត់ទាន់ជួបបរិសុទ្ធល្អដូចជាគាត់អីចឹងណានៅពេលដែលពួកគេស្វឹងគ្រប់គ្នាហើយហ្នឹងមិត្តភក្តិរបស់ធំដែលស្វឹងជប់ជាន់ខ្លាំងជាងគេក៏រៀបនឹងទៅផ្ទះមុនហើយក៏បានជល់មាត់និយាយថា Summer ធំមិត្តភក្តិរបស់ខ្ញុំឆ្លាញ់ Summer ឯងធំភ័យចង់កាំងបេះដូងព្យាប្រកែកថាអត់ទេបន្ទាប់មក Summer គេក៏បានឆ្ងល់ថាហេនឹងប៉ិតមែនអត់ធំក៏ហេងបាក់ប្រកែកដែរក៏បាននិយាយថាប៉ិតប៉ុន្តែក្នុងន័យជាមិត្តភក្តិចំណុចដែលគួរឲ្យចាប់អារម្មណ៍ Summer មិនបានខឹងឬអ៊ិនខ្មាស់នឹងធំឡើយនាងបែរជាមើលទៅអស់សំណើចហើយចាប់អារម្មណ៍ទៅលើធំវិញផងដែរនាងចាប់ផ្ដើមឃើញថាបរិសម្នាក់នេះមានអ្វីម្យ៉ាងដែលគួរឲ្យស្រឡាញ់និងមើលទៅស្មោះត្រង់ផងដែរហើយនាងក៏បានបញ្ជាក់ធំដែររកបានគ្នាគឺជាមិត្តភក្តិអត់មានលើពីហ្នឹងណាកាន់មកដល់ថ្ងៃទី31វិញម្ដងខណៈពេលដែលធំកំពុងតែអស់กระดาษនៅក្នុងកន្លែងម៉ាស៊ីនព្រីនស្រាប់តែ Summer ដើរចូលមកយ៉ាងស្ងៀមស្ងាត់អត់និយាយអ្វីឡើយរួចក៏បានដើរចូលទៅថើបធំយ៉ាងផ្អែមល្ហែមបំផុតការថើបនេះគឺជាការបញ្ជាក់ដ៏ធំសម្រាប់ធំគេមានអារម្មណ៍ថាពិភពលោកទាំងមូលជារបស់គេហើយអ្វីដែលធំធ្លាប់សម័យធ្លាប់សង្ឃឹមពេលនេះបានក្លាយជាការបារៃប៉ុន្តែការថើបរបស់ Summer អាចនិយាយថាគាត់នៅជាក្នុងន័យមិត្តភក្តិអីចឹងណាប៉ុន្តែសម្រាប់ធំអត់គិតចឹងឯងកាត់មកកាន់ថ្ងៃទី34វិញម្ដងតំណែងរបស់ធំនិង Summer កំពុងតែថ្មីស្រឡាងនិងពោពេញដោយភាពរីករាយពួកគេបាននាំគ្នាទៅដើរលេងនៅហាងមួយកន្លែងពួកគេដើរលេងក្នុងបន្ទប់តាំងបង្ហាញដែលរៀបចំដូចជាផ្ទះពិតៗពួកគេសម្ដែងធ្វើជាប្តីប្រពន្ធលេងសើចសប្បាយពួកគេទៅអង្គុយលើសាឡុងរួចសម្ដែងធ្វើជាមើលទូនទូជាមួយគ្នាទៅដេកលើខែជាមួយនឹងគ្នាហាក់ដូចជាពិភពលោកទាំងមូលនឹងមានតែពួកគេតែពីរនាក់ទស្សនភាពនេះមើលទៅផ្អែមល្ហែមខ្លាំងណាស់ព្រោះវាបង្ហាញពីភាពចុះសម្រុងគ្នានិងភាពស្និទ្ធស្នាលដែលកំពុងតែរីករាយដោះដាលបន្ទាប់ពីការដើរលេងយ៉ាងសប្បាយនៅហាងនោះពួកគេក៏បានត្រឡប់មកផ្ទះវិញហើយក៏ឈានដល់ការរួមរំលែកជាមួយនឹងគ្នាលើកដំបូងផងដែរធំបានគិតថាគេបានក្លាយជាម្ចាស់បេះដូង Summer ជាផ្លូវការគេជឿជាក់ថាបើ Summer ព្រមបើកចិត្តឲ្យគេដល់កម្រិតនេះហើយមានន័យថានាងក៏ស្រឡាញ់ខ្លួនឯងដែរបើបន្ទាប់ធំសប្បាយចិត្តខ្លាំងមែនទែនដល់ថ្នាក់រួមតាមផ្លូវឃើញអ្វីៗក៏ស្អាតឃើញបាក់សីក៏ច្រៀងតាមគេកំពុងតែលងលក់ក្នុងក្តីសុខដ៏មហិមានេះហើយនៅថ្ងៃទី45វិញម្ដងពួកគេទៅប្រតិតងគ្នាបានប្រហែលជា2សប្តាហ៍នៅកន្លែងធ្វើការទោះបីជាពួកគេអង្គុយឆ្ងាយពីគ្នាតែ6ម៉ែត្រក៏ដោយក៏ពួកគេមិនព្រមដើរមកនិយាយគ្នាផ្ទាល់ដែរពួកគេបែរជាខលទូរស័ព្ទជជែកគ្នាយ៉ាងសប្បាយកាត់មកថ្ងៃទី87វិញម្ដងពួកគេបានទៅដើរលេងនៅហាងលក់ឌីសចម្រៀងដែលជាកន្លែងដែលពួកគេចូលចិត្តបំផុតពួកគេសើចសប្បាយហើយចម្រៀងចាស់ៗមកមើលនិងរាំតាមចង្វាក់ភ្លេងជាមួយគ្នាបន្ទាប់មកពួកគេក៏ឈានដល់កម្រិតនៃភាពស្និទ្ធស្នាលបំផុតមួយទៀតការរួមភេទនៅក្នុងបន្ទប់ទឹកឈុតនេះបង្ហាញថាពួកគេលែងមានភាពអៀនខ្មាសនឹងគ្នាទៀតហើយពួកគេលេងទឹកជាមួយគ្នាសើចសប្បាយនិងបង្ហាញក្តីស្រឡាញ់យ៉ាងពេញទំហឹងសម្រាប់ធំភាពចិត្តដិតបែបនេះគឺបញ្ជាក់យ៉ាងច្បាស់ទៀតថា Summer ពិតជាស្រឡាញ់គាត់ខ្លាំងមែនទែនឈានចូលមកដល់ថ្ងៃទី95វិញម្ដងនេះគឺជាដំណាក់កាលដែលតំណែងពួកគេមានភាពស្ងប់ស្ងាត់ប៉ុន្តែចុះសម្រុងគ្នាធំបាននាំ Summer ទៅកន្លែងដែលគេចូលចិត្តបំផុតនៅក្នុងទីក្រុងគឺជាកៅអីឈើនៅក្នុងសួនច្បារដែលអាចមើលឃើញអគារខ្ពស់ៗធំបានយកប៊ិចមកគូរលើដៃ Summer ដើម្បីបង្ហាញអំពីអគារដែលគេស្រឡាញ់និងក្តីសម័យចង់ក្លាយជាស្ថាបត្យករពួកគេអង្គុយជិតគ្នាចែករំលែកក្តីសម័យនិងទស្សនវិស័យជាមួយនឹងគ្នា Summer គឺពិតជាឲ្យតម្លៃលើអ្វីដែលគាត់ស្រឡាញ់ណាស់គេមានអារម្មណ៍ថាខ្លួនឯងមានតម្លៃនិងមានន័យបំផុតនៅចំពោះមុខមនុស្សស្រីម្នាក់នេះឈានចូលមកដល់ថ្ងៃទី109នេះគឺជាលើកដំបូងមកអស់ដែលធំបានឈានជើងចូលទៅក្នុងផ្ទះរបស់ Summer វិញម្ដងបើក៏ទៅវាគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបន្តិចព្រោះថា Summer ធ្លាប់តែលេងផ្ទះធំប៉ុន្តែឥឡូវនេះធំបានមកលេងផ្ទះ Summer វិញម្ដងនៅក្នុងផ្ទះរបស់នាងមានរបស់របរដែលបង្ហាញអំពីរបស់ស្អាតៗដែលធ្វើឲ្យធំកាន់តែលងស្លាញ់នាងខ្លាំងជាងមុនទៅទៀតរហូតមកដល់ថ្ងៃទី118តំណែងរបស់ពួកគេមើលទៅដូចជានៅតែល្អធម្មតាប៉ុន្តែក្នុងចិត្តធំចាប់ផ្ដើមមានការសង្ស័យគេចាប់ផ្ដើមចោទសួរខ្លួនឯងថាតើពួកគេទាំងពីរនាក់នឹងជាអ្វីជាមួយនឹងគ្នាឲ្យប្រកបធំក៏បានបើកឡានដើរលេងជាមួយនឹង Summer នៅកណ្ដាលក្រុង Los Angeles ហ្នឹងធំបានព្យាយាមសួរនាំពីស្ថានភាពតំណែងជាមួយគ្នាបើបច្ចុប្បន្នយើងសប្បាយចិត្តជាមួយនឹងគ្នាហើយយើងមិនទៅខ្វល់រឿងផ្សេងក្រៅពីនឹងនោះទេក៏ប៉ុន្តែធំគាត់ចង់បាននាងគឺជាសង្សារមិនមែនធ្វើជាមិត្តភក្តិទេគេចង់បានអាចជាលក្ខណៈស្នេហាបែបផ្លូវការប៉ុន្តែ Summer តែងតែគិតធំគ្រាន់តែជាមិត្តភក្តិអីធម្មតាសប្បាយមួយគ្រាអញ្ចឹងណាប៉ុន្តែធំគឺគាត់នៅតែមិនទាន់ដឹងខ្លួនអញ្ចឹងកាត់មកថ្ងៃទី154ធំចាប់ផ្ដើមរៀបរាប់ពីអ្វីគ្រប់យ៉ាងដែលគេស្រឡាញ់ចំពោះ Summer ទៅកាន់មិត្តភក្តិរបស់គាត់គេថាគេស្រឡាញ់ស្នាមញញឹមរបស់នាងស្រឡាញ់សក់របស់នាងស្រឡាញ់សូម្បីតែស្នាមដៅលើជង្គង់របស់នាងដូចជារូបបេះដូងស្រឡាញ់
ញរបៀបដែលនាងសោយរបៀបដែលនាងដកដង្ហើមសម្រាប់គាត់ Summer គឺជាមនុស្សដែលល្អឥតខ្ចោះបំផុតគ្មានកន្លែងណាទាល់តែសោះគេស្រឡាញ់នាងដល់ថ្នាក់ចង់ប្រកាសប្រាប់ពិភពលោកទាំងមូលតែម្ដងឈានដល់ថ្ងៃទី167ពួកគេទាំងពីរនៅតែស្ថិតក្នុងស្ថានភាពផ្អែមល្ហែមដដែលពួកគេសើចសប្បាយនឹងដើរលេងដែលមានក្តីសុខជាមួយនឹងគ្នាហាក់ដូចជាគ្មានអ្វីអាចមកបំបែកពួកគេបានឡើយប៉ុន្តែដូចជាយើងដឹងស្រាប់ហើយនៅពីក្រោយភាពផ្អែមល្ហែមនេះសំណួរដែល Summer មិនព្រមឆ្លើយតើតំណែងរបស់អ្នកទាំងពីរគឺជាស្នេហាបែបណាមិត្តភក្តិឬក៏ដៃគូសង្សារចូលមកដល់ថ្ងៃទី191ពួកគេបានចំណាយពេលដើរលេងនៅក្នុងសារមន្ទីរទៅមើលកុនពួកគេមានភាពផ្អែមល្ហែមជាមួយនឹងគ្នាអត់ដែលឆ្លោះគ្នាទេកាត់មកកាន់ថ្ងៃទី259 2ខែបន្ទាប់ពីថ្ងៃទី191ហ្នឹងពេលអង្គុយញ៉ាំអី Summer ហាក់ដូចជាស្ដាប់ធំតែមួយចំហៀងត្រជាក់ប៉ុណ្ណោះនាងចាប់ផ្ដើមមានអារម្មណ៍ថាធុញទ្រាន់ជាមួយនឹងធំយប់នោះនៅកន្លែងផឹកស៊ីមានបរិយាម្នាក់មកញ៉ាំ Summer ហើយក៏បាននិយាយមើលងាយធំផងដែរធំខឹងខ្លាំងណាស់រហូតដល់ស្ទុះទៅវាយតប់ជាមួយបរិយាម្នាក់នោះធំគិតថា Summer នឹងស្វ័យចិត្តដែរគេបានការពីនាងប៉ុន្តែផ្ទុយទៅវិញនាងបែរជាខឹងធំយ៉ាងខ្លាំងទៅវិញនាងមានអារម្មណ៍ថាធំធ្វើបែបនេះមើលទៅដូចជាចង់គ្រប់គ្រងនាងអញ្ចឹងហើយពួកគេក៏ឆ្លោះគ្នាផងដែរប៉ុន្តែនៅថ្ងៃបន្ទាប់ពួកគេក៏បានត្រូវគ្នាវិញហើយក៏បាននាំគ្នាទៅលេងនៅសួនច្បារដែលគេធ្លាប់ទៅលេងកាលពីលើកមុននឹងឯងកាលមកដល់ថ្ងៃទី282ពួកគេក៏បានត្រឡប់ទៅហាងនោះម្ដងទៀតដែលពួកគេធ្លាប់ទៅកាលពីមុនប៉ុន្តែលើកនេះបរិយាកាសគឺខុសគ្នាដាច់ស្រឡះពីលើកមុនគ្មានការរត់លេងគ្មានការសម្ដែងធ្វើជាប្តីប្រពន្ធអីទៀតនោះទេពួកគេដើរទៅដល់ទីនោះទាំងមុខស្ងួតនិងមានគម្លាតពីគ្នាទោះបីជាពួកគេព្យាយាមធ្វើដូចគ្មានរឿងអ្វីកើតឡើងក៏យើងអាចមើលដឹងថាសេចក្តីស្រឡាញ់របស់ពួកគេបានរលាយទៅបន្តិចម្ដងពួកគេគ្រាន់តែជាមនុស្សពីរនាក់ដែលដើរក្បែរគ្នាទាំងអត់មានអារម្មណ៍មួយគ្នាទីបំផុតថ្ងៃដែលធំខ្លាំងបំផុតក៏បានមកដល់គឺថ្ងៃទី290ពួកគេបានទៅមើលរឿងជាមួយនឹងគ្នាឈុតរឿងនោះបានធ្វើឲ្យ Summer យំយ៉ាងខ្លាំងព្រោះនាងប្រហែលជាមើលឃើញខ្លួនឯងក្នុងរឿងនោះដែលកំពុងតែមានភាពមិនច្បាស់លាស់ក្នុងជីវិតបន្ទាប់មកពួកគេក៏បានទៅហាងលក់ឌីចម្រៀងម្ដងទៀតប៉ុន្តែ Summer ហាក់ដូចជាលេងនៅចុងក្បាលធំទៀតហើយនៅក្នុងហាងលក់នំខេតខណៈពេលដែលកំពុងរង់ចាំអាហារ Summer ក៏បាននិយាយយ៉ាងសាមញ្ញថាមើលទៅតំណែងរបស់គេគឺអត់ទៅមុខនោះទេពួកយើងគួរតែផ្អាកធ្វើនឹងសិនហើយធំបៃលងខ្ទេចខ្ទីតែម្ដងពីមុនឡើយគឺគេស្រឡាញ់ Summer តែម្នាក់ឯងតែប៉ុណ្ណោះចំណែក Summer វិញស្រឡាញ់ធំដូចធ្វើជាមិត្តភក្តិហើយការកេងមួយគ្នានឹងគ្រាន់តែជាអារម្មណ៍តែមួយគ្រាណាកាត់មកដល់ថ្ងៃទី303វិញម្ដងបន្ទាប់ពីបែកគ្នាអស់មួយរយៈ Summer បានផ្ញើអ៊ីមែលមកសួរសុខទុក្ខធំផងដែរដោយសារតែនាងឈប់ធ្វើការនៅនឹងទៀតហើយនៅថ្ងៃទី314ធំបានតែមើលកុនតែម្នាក់ឯងទាំងទឹកមុខក្រៀមក្រំគេនៅតែស្ថិតក្នុងភាពទុក្ខលំបាកដដែលនៅថ្ងៃទី321ដោយសារតែទឹកមុខសពូនពេកធ្វើការល្អមេរបស់គេក៏មកថាឲ្យគេផងដែរនៅថ្ងៃទី322ធំចាប់ផ្ដើមបដូរពីការស្រឡាញ់មកជាស្អប់វិញគេបាននិយាយអំពីរៀបរាប់អំពី Summer ថាគេស្អប់ថ្មិញចំពើរបស់ Summer ខ្លាំងមែនទែនស្អប់ម៉ូតសក់សំបីតែស្នាមដៃលើជង្គង់ហ្នឹងក៏គេស្អប់ដែរហើយពីមុនគេសរសើរថាស្អាតណាស់តែពិតទៅនេះគឺជាវិធីដែលមនុស្សព្យាយាមកុហកចិត្តខ្លួនឯងបន្ទាប់មកធំក៏ព្យាយាមទៅរកមនុស្សស្រីម្នាក់ដើម្បី date ជាមួយគ្នាហើយបំភ្លេច Summer ចោលប៉ុន្តែគេនៅតែនឹកឃើញ Summer ដដែលនៅថ្ងៃទី402ធំក៏បានជិះរថភ្លើងទៅចូលរួមពិធីមង្គលការរបស់ Milly ដែលធ្លាប់តែភ្ជាប់ពាក្យកាលពីមុនគេបានជួប Summer នៅលើរថភ្លើងនៅចៃដន្យគ្រាន់តែឃើញមុខនាងភ្លាមអារម្មណ៍ដែលស្អប់ក៏បានរលាយបាត់អស់គេត្រឡប់ទៅជាលងស្រឡាញ់នាងម្ដងទៀតហើយពួកគេបានអង្គុយជជែកគ្នាយ៉ាងសប្បាយរីករាយហាក់ដូចជាគ្មានរឿងអ្វីកើតឡើងនេះហើយដែលធ្វើឲ្យធំយល់ច្រឡំជាថ្មីថាពួកគេអាចនឹងស្រឡាញ់គ្នាវិញនៅថ្ងៃមង្គលការរបស់មិត្តរួមការងារនោះពួកគេបានរួមជាមួយនឹងគ្នាទៀតផងរហូតមកដល់ថ្ងៃទី408 Summer បានបបួលធំទៅចូលរួមកម្មវិធីជប់លៀងនៅផ្ទះរបស់នាងធំនៅទីនោះបានគិតដោយក្តីរំពឹងខ្ពស់តែម្ដងថាពួកគេនឹងរួមជាមួយនឹងគ្នាហើយថើបគ្នាប៉ុន្តែការពិតគឺ Summer អត់ខ្វល់មួយគាត់ឡើយនាងរវល់តែរាក់ទាក់ជាមួយនឹងមិត្តភ័ក្តិក៏ដូចជាអ្នកដទៃទៀតអ្វីដែលធ្វើឲ្យធំចង់ទាំងបេះដូងបំផុតនោះគឺគេបានឃើញ Summer ពាក់ចិញ្ចៀនភ្ជាប់ពាក្យនិងបង្ហាញភាពស្និទ្ធស្នាលជាមួយបរិយាម្នាក់ទៀតហើយ Summer ធៀមនឹងរៀបការជាមួយនឹងបរិយាម្នាក់នោះនៅពេលខាងមុខទៀតផងការពិតទៅ Summer មិនដែលចង់មានសង្សារជាមួយធំមិនមែនមកពីនាងមិនចង់មានសង្សារនោះទេប៉ុន្តែដោយសារធំមិនមែនជាមនុស្សម្នាក់ដែលនាងត្រូវការណានៅថ្ងៃទី440បន្ទាប់ពីដឹងថា Summer បានភ្ជាប់ពាក្យជាមួយនឹងបរិយាផ្សេងធំក៏នៅតែមិនអាចធ្វើចិត្តបានគេចំណាយពេលនៅតែក្នុងផ្ទះញ៉ាំអាហារមិនល្អនិងផឹកស្វឹងជប់ជាំជារៀងរាល់ថ្ងៃនេះគឺជាស្ថានភាពដែលបង្ហាញថាធំបានធ្លាក់ដល់ចំណុចទាបបំផុតនៅក្នុងជីវិតហើយគេមានអារម្មណ៍ថាពិភពលោកអយុត្តិធម៌ណាស់ហើយជំនឿលើព្រហ្មលិខិតលើព្រេងវាសនារបស់គេនោះក៏គេលែងជឿដែររហូតដល់ថ្ងៃទី442ធំសម្រេចចិត្តឈប់ធ្វើការនៅក្រុមហ៊ុនរបស់គាត់ហើយគេមានអារម្មណ៍ថាការធ្វើការទាំងនេះគឺដូចជាធ្វើឲ្យគេនឹងសម្ពាធខ្លាំងមែនទែនធ្វើការងារដែលខ្លួនឯងអត់ស្រឡាញ់ណាហើយ
ហើយក៏មិនចង់ធ្វើការនៅកុំមុននឹងទៀតដោយសារតែគេចង់លេងគិតពី Summer នៅពេលដែលគេទៅកន្លែងធ្វើការគេនឹកឃើញតែ Summer អញ្ចឹងរហូតដល់ថ្ងៃទី450 Tom ត្រឡប់ទៅរកប្អូនស្រីរបស់គាត់ម្ដងទៀតទោះបីជាចិត្តនៅឈឺឆាប់ប៉ុន្តែគេចាប់ផ្ដើមរកឃើញក្តីសុខតាមរយៈការគូគំនូរឡើងវិញនេះគឺជាសញ្ញាដែលបង្ហាញថា Tom កំពុងតែព្យាបាលរបួសផ្លូវចិត្តខ្លួនឯងវិញហើយគេក៏ចង់ចាប់ផ្ដើមមហិច្ឆតាចង់ក្លាយជាស្ថាបត្យករមកជំនួសវិញរហូតដល់ថ្ងៃទី456 Tom ចាប់ផ្ដើមដើររកការងារជាស្ថាបត្យករពិតប្រាកដហើយក្នុងកំឡុងពេលនោះ Summer ក៏បានរៀបការជាមួយអ្នកថ្មីបាត់ទៅហើយប៉ុន្តែ Tom គឺគាត់នៅតែអត់ទាន់រកការងារនឹងបាននៅឡើយទេសភាអត់ជាប់បន្ទាប់មកកាត់មកកាន់ថ្ងៃទី488 Tom ក៏បានទៅកន្លែងសួនច្បារដែលមើលឃើញអាគារដ៏ស្រស់ស្អាតដែលគាត់ធ្លាប់ទៅពីមុនណានៅទីនោះគឺគាត់បានជួបជាមួយនឹង Summer ជាលើកចុងក្រោយដែលកំពុងតែអង្គុយកៅអីនៅក្រោយខ្នងរបស់គាត់ Tom បានសួរ Summer ថា Summer ឯងអត់ដែលជឿលើស្នេហាប៉ារេហើយអត់ដែលចង់មានតំណែងស្នេហាសង្សារនោះទេប៉ុន្តែចុងក្រោយមកបែរជារៀបការជាមួយអ្នកផ្សេងទៅវិញ Summer បានឆ្លើយយ៉ាងសត្វទន់ថាខ្ញុំក៏ដឹងដូចគ្នាថ្ងៃមួយខ្ញុំបានទៅហាងមួយកន្លែងហើយជួបបារម្ភម្នាក់បន្ទាប់មកបារម្ភម្នាក់ហ្នឹងក៏ខ្លាចជាប្តីរបស់ខ្ញុំតែម្ដងស្រួលពេកទេធំកាត់ចឹងយើងឈឺឆាប់ដែរធំប៉ុន្តែគាត់ជូនពរ Summer ឲ្យមានសេចក្តីសុខផងដែរហើយគាត់ក៏កាត់ចិត្តពី Summer បានដូចគ្នាដោយសារតែគេមានប្តីអីបើនៅតែខូចចិត្តទៀតគឺចប់ហើយរហូតដល់ថ្ងៃទី500 Tom ក៏បានទៅសម្ភាសការងារជាស្ថាបត្យករម្ដងទៀតនៅក្រុមហ៊ុនមួយកន្លែងនៅទីនោះគេបានជួបជាមួយនារីម្នាក់នោះក៏កំពុងតែអង្គុយចាំសម្ភាសការងារដូចជាគាត់ផងដែរនាងក៏ជាស្ថាបត្យករស្រីម្នាក់ផងដែរ Tom បានជួបជាមួយនារីម្នាក់នេះហើយបានគិតក្នុងចិត្តថាសារនេះមិនមែនជាព្រហ្មលិខិតអីទៀតទេមិនមែនជាព្រេងវាសនាដែលកំណត់ឲ្យទៀតទេគឺគេត្រូវតែចាប់យកឱកាសនេះបានគេក៏បានចង់ហៅនាងទៅដេតជាមួយនឹងគ្នាហើយក៏បានណែនាំឈ្មោះគ្នាបន្ទាប់មកនាងបាននិយាយប្រាប់ឈ្មោះគាត់ថាគាត់មានឈ្មោះថា Autumn ឬក៏រដូវស្លឹកឈើជ្រុះ Tom ញញឹមហើយកាមេរ៉ាក៏ចាប់ផ្ដើមរាប់ពីលេខថ្ងៃទី1សាជាថ្មីវាចង់ប្រាប់យ៉ាងថាទោះបីជាឆ្លងកាត់រដូវក្តៅដែលជា Summer ដែលឈឺចាប់យ៉ាងណាក៏ដោយក៏គង់តែមានរដូវស្លឹកឈើជ្រុះ Autumn ដែលស្រស់ស្អាតរងចាំយើងនៅខាងមុខជានិច្ចហើយយើងមិនដឹងថាតំណែង Tom ជាមួយនឹង Autumn នឹងនៅទីយាយ៉ាងណានោះទេហើយនឹងគឺចំនៅតាមនឹងតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងមួយនេះកុំភ្លេចចុច like ចុច subscribe ឲ្យ channel របស់ខ្ញុំម្នាក់មួយផងយើងជួបគ្នានៅវីដេអូក្រោយបាយបាយ